សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើលំហាត់ធរណីមាត្រថ្នាក់ទី3យើងក៏លេចមើលទៅលំហាត់ទី1គេឲ្យយើងចូលគូសវង់អក្សរនៃរូបខាងក្រោមដែលមានរាងការ៉េចឹងតើរូបមួយណាជារូបការ៉េរូបក ខ គ ឬក៏ខអញ្ចឹងដើម្បីគូសរង្វង់លើអក្សរដែលជារូបការ៉េយើងត្រូវតែចាំនិយមន័យរបស់រូបការ៉េសិនអញ្ចឹងរូបការ៉េគឺមានជ្រុងស្មើៗគ្នា4អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺរូបខយើងតទៅលំហាត់ទី2ចូលគូសវង់អក្សរនៃរូបខាងក្រោមដែលមានរាងជាត្រីកោណអញ្ចឹងតើត្រីកោណមានរាងដូចម្តេចអញ្ចឹងយើងធ្លាប់បានរៀនរួចមកហើយថាត្រីកោណគឺជារូបមួយដែលមានជ្រុង3ដូច្នេះចម្លើយដែលត្រឹមត្រូវគឺរូបគោយើងតទៅលំហាត់ទី3ចូលគូសសញ្ញាគ្រីសក្នុងប្រអប់ដែលជាចម្លើយត្រឹមត្រូវការ៉េជាចតុកោណដែលមានជ្រុងចម្លើយកជ្រុង3ស្មើគ្នាខជ្រុង3មិនស្មើគ្នាគជ្រុង4ស្មើគ្នាខជ្រុង4មិនស្មើគ្នាអញ្ចឹងយើងក៏លេចមកមើលរូបការ៉េមួយនេះវិញគឺជាចតុកោណដែលមានរាងដូចម្តេចយើងមើលវាមានជ្រុង1 2 3 4អញ្ចឹងចម្លើយដែលថាមានជ្រុង3គឺមិនត្រឹមត្រូវទេកនិងខមិនត្រឹមត្រូវទេប៉ុន្តែការ៉េមានជ្រុង4ហើយវាមានប្រវែងស្មើគ្នាដូច្នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយគយើងតទៅលំហាត់ទី4ចូលគូសសញ្ញាគ្រីសក្នុងប្រអប់ដែលជាចម្លើយត្រឹមត្រូវចតុកោណកែងជាចតុកោណដែលមានជ្រុងប៉ុន្មានយើងមើលតាមរូបរបស់យើងចតុកោណកែងមានជ្រុង4ប៉ុន្តែមានជ្រុង2ស្មើគ្នានិងមានជ្រុង2ទៀតវែងស្មើគ្នាដូច្នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយខជ្រុងបណ្ដោយ2ស្មើគ្នាគឺជ្រុងដែលវែងគឺហៅថាបណ្ដោយនិងជ្រុងទទឹង2ស្មើគ្នាគឺជ្រុងដែលមានប្រវែងខ្លីៗស្មើគ្នា2ហៅថាទទឹងលំហាត់ទី6ចូលបំពេញចម្លើយតាមរូបខាងក្រោមយើងមកមើលយើងមានរូបទី1គឺរូបការ៉េកខគខគេសួរយើងថាអង្កត់កគជាអ្វីអង្កត់កគយើងមើលកគអញ្ចឹងវាខ្វែងពីកទៅគខ្វែងកាត់ពាក់កណ្ដាលការ៉េអញ្ចឹងវាជាអង្កត់ទ្រូងអង្កត់កខជាកខជាអ្វីនៅជុំវិញការ៉េគឺជាយើងហៅវាថាជ្រុងអង្កត់ខខអញ្ចឹងខមកខកាត់ពាក់កណ្ដាលរូបការ៉េគេហៅវាថាជាអង្កត់ទ្រូងដូចគ្នាទី7ចូលបំពេញចម្លើយតាមរូបខាងក្រោមយើងមានរូបចតុកោណកែងតថតថអញ្ចឹងគេសួរយើងថាជ្រុងតថនិងតថតថគឺជាជ្រុងវែងខាងនេះហើយនិងតថជ្រុងវែងខាងក្រោមតើជ្រុងដែលវែងគេហៅវាជាអ្វីគេហៅវាថាជាបណ្ដោយជ្រុងតថនិងថតតថគឺជ្រុងឈរនេះហើយនិងថតជ្រុងឈរខាងស្ដាំដែលមានប្រវែងខ្លីស្មើគ្នាគេហៅវាថាជាទទឹងតោះយើងតមកលំហាត់ទី8ចូលបំពេញចម្លើយតាមរូបខាងក្រោមអញ្ចឹងយើងមានរូបត្រីកោណចជឈ
គេឲ្យយើងបំពេញតើជ្រុងចឈជាអ្វីនៃត្រីកោណចនៅខាងលើហើយនឹងឈនៅខាងក្រោមនេះតើវាជាជ្រុងអ្វីវាជាជ្រុងនៃត្រីកោណតទៅទៀតចំណុចចតើចំណុចចជាអ្វីចំណុចចនៅខ្ពស់ជាងគេអញ្ចឹងចំណុចចគឺជាកំពូលត្រីកោណតទៅទៀតតើជ្រុងណាជាបាតនៃត្រីកោណតើជ្រុងណាជាបាតនៃត្រីកោណអញ្ចឹងពាក្យថាបាតគឺមានន័យថានៅខាងក្រោមតើជ្រុងមួយណានៅខាងក្រោមយើងមានឈឆនិងជចម្លើយបាតនៃត្រីកោណគឺឈនិងជលំហាត់ទី9ចូលបំពេញចម្លើយតាមរូបខាងក្រោមគេសួរយើងថាតើអង្កត់ណាខ្លះជាអង្កត់ទ្រូងចតុកោណកែងអញ្ចឹងអង្កត់ទ្រូងគឺមានន័យថាវាកាត់ពាក់កណ្ដាលចតុកោណកែងតើមានអង្កត់ណាខ្លះអញ្ចឹងយើងមើលយើងមានចតុកោណកែងតថតថអញ្ចឹងអង្កត់ទ្រូងមានខាងក្នុងនេះមិនអញ្ចឹងឯងយើងមានតតនិងថថថលំហាត់ចុងក្រោយលំហាត់ទី10ចូលបំពេញចម្លើយតាមរូបខាងក្រោមយើងមានរូបត្រីកោណកខគតើជ្រុងណាខ្លះជាជ្រុងត្រីកោណអញ្ចឹងត្រីកោណមានជ្រុងប៉ុន្មានត្រីកោណគឺមានជ្រុង3អញ្ចឹងយើងមានជ្រុងកគកខនិងជ្រុងខគតទៅទៀតតើចំណុចកជាអ្វីចំណុចកជាអ្វីដែលនៅខ្ពស់ជាងគេគេហៅវាថាជាកំពូលតើអង្កត់ណាជាកម្ពស់នៃត្រីកោណកម្ពស់នៃត្រីកោណគឺយើងគូសភ្ជាប់ពីកំពូលចុះទៅបាតនៃត្រីកោណតើអង្កត់មួយណាអញ្ចឹងយើងមើលកំពូលត្រីកោណគឺកពេលដែលយើងគូសចុះមកក្រោមមកបាតរបស់ត្រីកោណគឺខដូច្នេះកម្ពស់នៃត្រីកោណគឺកខសំណួរចុងក្រោយតើអង្កត់ណាជាបាតនៃត្រីកោណតើអង្កត់មួយណាជាបាតនៃត្រីកោណបាតនៃត្រីកោណគឺអង្កត់ដែលនៅក្រោមគេអញ្ចឹងគឺខគអញ្ចឹងលំហាត់របស់យើងគឺចប់ត្រឹមនេះ